អូនដែលចូលចិត្តពិសាគុយទាវបងប្អូនអាចសាកធ្វើទឹកស៊ុបរបៀបនេះបានទឹកស៊ុបនេះគឺជាតិខ្លាំងហើយឆ្ងាញ់តែម្ដងបងប្អូនគ្រឿងសម្រាប់ដុតយកឲ្យឈ្ងុយហ្នឹងគឺមានការ៉ុតមានខ្ទឹមសមានដើមខ្ទឹមខ្យល់និងមើមខ្ទឹមបារាំងបងប្អូនយកវាទៅដុតក្នុងនោះយើងមានមើមខ្ញីដែរបងប្អូនហើយមានដុំស៊ុបខ្នុរជាមួយនឹងដើម celery ជាមួយនឹងខ្ទឹមសបងប្អូនយកវាទៅដុតទាំងដុំតែម្ដងដាក់វាអញ្ចឹងគឺរសជាតិឆ្ងាញ់ជាងហើយនាងខ្ញុំដុតជាមួយនឹងហ្គាសពណ៌វារៀងខ្មៅបន្តិចហើយសាច់នាងខ្ញុំមានឆ្អឹងគោជាមួយនឹងឆ្អឹងជំនីជ្រូកបងប្អូននិយាយទៅយើងរងាស់តវាចេញជាតិសាច់ផុយតែម្ដងធ្វើបែបនេះគឺឆ្ងាញ់មែនទែនបងប្អូនហើយយើងដាក់ celery ចូលទៅក្នុងនោះដែរយើងមានថែមស្ករប៊ីចេងហើយនឹងដុំស៊ុបខ្នុរហើយនាងខ្ញុំមានថែមទឹកអានេះផុសវៀតណាមបងប្អូនតែបងប្អូនបាច់ដាក់ក៏បានដែរដោយសារនាងខ្ញុំធ្វើតាមបងស្រីនៅអាមេរិកអញ្ចឹងនាងខ្ញុំក៏សាកដាក់ទៅប៉ុន្តែខ្ញុំគិតថាហ្នឹងគ្រាន់តែជារសជាតិដូចប៊ីចេងតែអញ្ចឹងបងប្អូនបាច់ដាក់ក៏បានដែរអាហ្នឹងបងប្អូនអាចដាក់ពោតកាក់យើងបងប្អូនព្រោះអាហ្នឹងវាមានក្លិនពោតកាក់ដូចការីហ្នឹងអញ្ចឹងបងប្អូនដាក់តានងចូលទៅគឺឆ្ងាញ់ហើយពីព្រោះយើងទឹកស៊ុបរបស់យើងនឹងយើងមានឆ្អឹងមានអីច្រើនមែនទែនហើយនៅពេលដែលរងាស់វានឹងគឺនាងខ្ញុំប្រើភ្លើងតិចទេបងប្អូនហើយបងប្អូនអាចថែមគ្រឿងតាមចំណង់ចំណូលចិត្តប៉ុន្តែខ្ញុំធានាទឹកស៊ុបនេះគឺឆ្ងាញ់មែនទែនតែម្ដងដាក់ជាមួយនឹងកាទៀវសឹងថាមិនបាច់ថែមគ្រឿងអីទេបងប្អូនហើយនាងខ្ញុំមានដាក់ប្រហិតចូលដែរនិយាយទៅមើលទៅរូបរាងទឹកពណ៌វាអីអត់សូវជាស្អាតប្រហែលទេប៉ុន្តែខ្ញុំធានាឲ្យបងប្អូនថាជាប់ចិត្តតែម្ដងហើយក្នុងនោះដែរនាងខ្ញុំទិញកាទៀវមកពីខ្មែរយើងមកហើយយើងដាក់ជាមួយនឹងសាច់គោអត់ស្រស់ទេបងប្អូនឲ្យដាក់ចឹងតែម្ដងស្រោចទឹកក្តៅពីលើទៅគឺមកឆ្ងាញ់តែម្ដងមួយឆ្នាំងនេះគឺថាញ៉ាំ2ថ្ងៃដោយសារមានគ្នាតែ2នាក់ហើយហៅបងអ្នកចិត្តខាងមកជួយញ៉ាំដែរគាត់ថាឆ្ងាញ់បងប្អូនអញ្ចឹងបងប្អូនកុំភ្លេចសាកមើលហើយចង់ដឹងដែរថាបងប្អូនភាគច្រើនធ្វើទឹកស៊ុបកាទៀវរបៀបមិនដែរធ្វើទឹកស៊ុបលក្ខណៈទឹកស៊ុបថ្លាឬក៏បែបណាដែរបើសម្រាប់នាងខ្ញុំគិតថាខ្ញុំចូលចិត្តរបៀបនេះជាងហើយពីព្រោះតែវាមានជាតិតែម្ដងហើយបន្លែអីដែលលួយបងប្អូនចង់ស្រង់ទិញក៏បានដែរប៉ុន្តែបើសិនជាយើងដាក់ទៅកាន់តែជាតិល្អ